tuy nhiênខ្ញុំចាក់ 4K បងប្អូននេះបាទទៅបងប្អូននេះគឺជាដុំ Android Smart TV របស់បងប្អូន model Q1 Mini Plus ចឹង model នេះគឺ chip ជំនាន់ថ្មីជំនាន់ចុងក្រោយហើយរកដោយប្រព័ន្ធ Android 14.0 សម្រាប់ដុំហ្នឹងគឺប្រើ Wi-Fi រហូតដល់ជំនាន់ទី6ហើយ Bluetooth 5.4 ហើយដុំនេះមាន HDR ហើយនិង Dolby Atmos បងប្អូន Dolby Vision ចឹងសម្រាប់ដុំនេះគឺ spec ខ្លាំងមែនទែនហើយ CPU ជំនាន់ថ្មីចឹងនៅក្នុងប្រអប់យើងមាន HDMI មួយសម្រាប់តចេញពីដុំទៅកាន់ទូរទស្សន៍ tele បញ្ជាដោយសំឡេងមួយហើយដុំ Android TV Box model Q1 Mini Plus នឹងមួយនិង adapter ដល់ភ្លើងចឹងដុំហ្នឹងមានលក្ខណៈពិសេសគឺ Android ជំនាន់ថ្មីល្បឿនលឿនអាចភ្ជាប់ពី Wi-Fi ក្នុងផ្ទះក៏បានឬ អាច Wi-Fi ចេញពីទូរស័ព្ទដើម្បីប្រើប្រាស់ក៏បានហើយយើងប្រើភ្ជាប់ជាមួយនឹងទូរទស្សន៍ប្រភេទអីក៏បានដែរបងប្អូនហើយមួយទៀតគឺមាន Bluetooth ភ្ជាប់ទៅ speaker យើងអាចច្រៀង karaoke បានបងប្អូនតាម model នេះចឹងនៅក្នុងនេះគឺខ្ញុំបាន set up កម្មវិធី free ជាច្រើនទេបងប្អូនដូចជាប៉ុស្តិ៍ទូរទស្សន៍ចឹងនៅក្នុងហ្នឹងមានប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ជាង 1000 ប៉ុស្តិ៍ឬក៏ 2000 ប៉ុស្តិ៍តាមការ update រៀងរាល់ថ្ងៃបងប្អូននៅក្នុងហ្នឹង 2000 ប៉ុស្តិ៍ជាងចឹងសម្រាប់ប៉ុស្តិ៍ខ្មែរយើងមាន 56 ប៉ុស្តិ៍យើងមើលបានទាំងអស់គឺយើងចុចចាញ់មកមានភាពរហ័សរហួនលេងញ៉ៃទេបងប្អូនសម្រាប់ការដកប៉ុស្តិ៍គឺយើងដូចប្រើអង្តែននិងប្រើ DTV ចឹងសំខាន់លើអ៊ីនធឺណិតយើងបងប្អូនអ៊ីនធឺណិតយើងខ្សោយក៏អាចប្រើបានដែរសម្រាប់ប៉ុស្តិ៍ទូរទស្សន៍នេះហើយនៅក្នុងហ្នឹងបងប្អូនមើលប៉ុស្តិ៍ទាំងអស់56ប៉ុស្តិ៍ច្រើនបងប្អូនច្រើនមែនតើអង្តែននឹងចាប់បានទេតែនៅក្នុងនេះមានទាំងអស់ហើយមានប៉ុស្តិ៍ចិនប៉ុស្តិ៍អីចឹងបងប្អូនហើយ interface គឺជាភាសាខ្មែរទាំងអស់ហើយនៅក្នុងហ្នឹងមានរឿងទៀតរឿងនេះរឿងនិយាយភាសាខ្មែរបងប្អូនអាចចុចមើលបានដោយសេរីមកក្នុងហ្នឹងមាន200រឿងហើយមានរឿងភាគជាង20រឿងទៀតនេះរឿងភាគចឹងទៀតនៅក្នុងការប្រើប្រាស់ของ YouTube គឺយើងអាចបញ្ជាជាសំឡេងបានពី tele នេះដុំនេះ smooth មែនតើក្នុងការបញ្ជាជាសំឡេងក្នុងការចូល YouTube យើងចូល OK លើ icon នេះក៏បានឬក៏យើងចុចផ្លូវកាត់នៅលើ tele នេះក៏បានដែរចឹងនេះខ្ញុំបង្ហាញពីមុខ YouTube ឲ្យបងប្អូនមើលចឹងនៅក្នុងការស្វែងរកគឺយើងចុចប៊ូតុង OK នៅលើរូប macro លើ YouTube បន្ទាប់មកយើងចុចប៊ូតុងម៉ៃនេះដើម្បីសរុបលេងយើងនិយាយហើយយើងយក tele មកដាក់ចិត្តមាត់បងប្អូនដើម្បីនិយាយនៅពេលយើងនិយាយយើងចុចលើនេះបត់ noise vanet ចឹងបងប្អូនក៏និយាយហើយបលេងប៊ូតុងនេះចេញគឺចេញមកអូតូម៉ាទិកមកយើងមិនចាំវាយ keyboard ទេងាយស្រួលប្រើមែនទេហើយដុំនេះចាក់ YouTube រហូតដល់ 4K បងប្អូនតែមើលមកទៅច្បាស់ទៅជាក់ភ្នែកបងបងប្អូនមាន speaker មានធុងបាសធំអីភ្ជាប់ជារឿង karaoke បានយ៉ាងសប្បាយជប់ជុំគ្រួសារមិត្តភ័ក្តិអីចឹងដោយសារតែវីដេអូនេះ support បានត្រឹម1080ចឹងខ្ញុំរកវីដេអូ 4K មិនដែរប៉ុន្តែ1080នេះច្បាស់ហ្មងមើលទៅជាក់ភ្នែកប្រហែលនឹង 2K ដែរដោយសារតែដុំនេះបញ្ចេញសាច់រូបភាពមកបញ្ចេញឲ្យច្បាស់ហ្មងចេញឲ្យច្បាស់ហ្មងបើសិនជាទូបងប្អូនប្រភេទ screen ល្អទៀតគឺដាក់មកលិចហ្មងដូចកញ្ចក់ហ្នឹងនេះបើនេះអាចដល់ទៅ 4K ពេលខ្ញុំចាក់ 4K បងប្អូននេះចឹងងាយស្រួលប្រើមែនទែនសម្រាប់ដុំនេះចឹងបងប្អូនត្រូវការអាចតាក់ទងប្រភេទនេះចន្ទិចបានសម្រាប់ model Q1 Mini Plus